trong vậy tha bà sân nè tao khi ọt với ca cho mua tam dễ link mua này thế cứ tao khi ọt miền ở ca từตัวbàn ca discount 50% rồi thế chẳng tao khi mơ tới cái này này cứ nhom pra link này cứ nhom từตัวbàn ca discount 50% rồi bên tại miền lệ khăn cái này cái đã khởi nhé cái đã thá student discount program chẳng mà lấy này đại dương vô mà đã có dương mình ai đã mail យើងធម្មតាដែរគឺយើងទៅរក mail student ដែរ mail student ហ្នឹងយ៉ាងម៉េចតើឥឡូវយើងចូលទៅរក mail ហ្នឹងមកយើងដាក់ edu ច្រឡំដាក់ខ្មែរយើងដាក់ edu mail មក edu temp mail edu temp mail អូខេអញ្ចឹងយើងចុចលើវាមកលើគេហ្នឹងចឹងតិចទៀតវានឹង load ជា temp mail ឲ្យអ្នកទាំងអស់គ្នាហើយនេះបើយើងរងចាំសិនវានឹងធ្វើការ generate ឲ្យយើងអូខេបងប្អូនឥឡូវនេះគឺវា load ហើយនេះវាចេញ mail ប្លាចឹងមកចុងក្រោយវាដាក់ edu យើង copy មកហើយចាំតិចយើងមិនទាន់ copy ហ្នឹងទេយើង copy link នេះមុនសិន link ដែលខ្ញុំនិយាយថាទទួលបាន 50% ហ្នឹងណាយើង copy link ហ្នឹងមកយើងមក paste វានៅលើជ្រោម browser របស់យើងចុច enter វា load ចេញអញ្ចឹងមកបន្តទៀតគេមិនឲ្យយើងដាក់ mail ដាក់អីដើម្បីយើងទទួលបាន discount ហ្នឹងឯងអូខេអញ្ចឹងយើងដាក់ mail ហ្នឹងមកយើង copy mail យើងមកផ្លាច់ហើយយើងដាក់ mail យើងកន្លែងនេះដាក់ mail យើងកន្លែងនេះហើយយើងត្រូវធ្វើការដាក់ password អញ្ចឹងខ្ញុំយកខ្លួនឯងដើម្បីកុំឲ្យភ្លេចអូខេអញ្ចឹងខ្ញុំដាក់ password ខ្លួនឯងភាសាទៀតអូខេកន្លែងនេះបងប្អូនគ្នាបំពេញខ្លួនឯងទៅហើយកុំបង្ហាញគេហើយខ្ញុំក៏អត់បង្ហាញអ្នកបងប្អូនគ្នាដែរចុច sign up អូខេបងប្អូនគ្នានៅពេលដែលយើងធ្វើការ sign up កន្លែងនេះរួចរាល់គឺវានឹង load ជាផ្ទាំងបែបនេះឲ្យឥឡូវខ្ញុំសង្កត់កន្លែងនេះតិចកន្លែងនេះបើសិនជាយើងធ្វើការចាប់ផ្ដើមធម្មតាគឺយើងយកអានេះយើងយក music scene តាក់ទងនឹង plan របស់គេនឹងដែល plan របស់គេនឹងគឺមួយខែតែ$1ជាងទេប៉ុន្តែ DistroKid នេះគេអត់បង់ជាប្រចាំខែទេគឺគេគិតប្រចាំឆ្នាំអញ្ចឹងឲ្យត្រូវបង់មួយឆ្នាំគឺអានេះតម្លៃពេញវាដូចជា$25ណាបងប្អូនតែដល់ពេលគេ discount គឺបងប្អូនបង់មួយឆ្នាំតែ12.49 ទេដោយសារយើងធ្វើការចុះឈ្មោះតាមរយៈ temp mail របស់យើង edu របស់យើងបន្តមកទៀតបើសិនជាបងប្អូនប្រើវាបាន2-3 ដងឬមានបទពិសោធន៍រៀងក្រាស់កាដែរខ្ញុំ suggest ឲ្យយកអា plan នេះ plan នេះល្អខ្ញុំប្រើគឺល្អមែនទែនខ្ញុំដាក់តកតងទៅនឹងចម្រៀងរបស់ខ្ញុំអីផ្សេងគឺខ្ញុំដាក់ទៅគឺវា approve ហើយវាឆាប់ approve ហើយវាមានតកតងទៅនឹងក្រាបតកតងទៅនឹងគេហៅថា insight យើងមើលនេះចម្រៀងនេះខ្ញុំផុសត្រឹមតែថា1ម៉ោងក្រោយចុះវា approve ឲ្យអស់អាលេងឃើញទេគឺស្រួលប្រើស្រួលអា plan នេះណាហ្នឹងហើយឥឡូវយើងបែកទៅកាន់ការចុះឈ្មោះរបស់យើងវិញអញ្ចឹងដើម្បីធ្វើការបន្តបាននោះចុច pick plan មកឧទាហរណ៍យើងយក music scene យើងចុចលេខនេះមកបន្តមកទៀតគឺយើងទៅធ្វើការនេះយើងទៅធ្វើការដាក់មកយើងដាក់ឈ្មោះដាក់ address របស់យើងបន្តទៀតយើងបើសិនយើងមានកាតយើងដាក់កាតយើងមាន Google Pay ដាក់តាម Google Pay មកដាក់ Visa កាតយើងនឹងមកដើម្បីធ្វើការទិញ plan ហ្នឹងបន្ទាប់ពីការធ្វើការទិញហើយគឺអ្នកទាំងអស់គ្នាទទួលបានជោគជ័យហើយអញ្ចឹងវីដេអូនេះខ្ញុំ slash ប៉ុណ្ណេះវីដេអូក្រោយខ្ញុំនឹងទៅតរបៀបក្នុងការដែលយើងធ្វើការដូរ email ណាកន្លែងនេះខ្ញុំអត់ទិញទេដោយសារខ្ញុំបានចុះឈ្មោះច្រើនដងហើយគួរឲ្យស្ដាយដែរដែលវីដេអូមុនខ្ញុំចុះឈ្មោះខ្ញុំអត់បានថតតែឥឡូវខ្ញុំថតបង្ហាញសង្ឃឹមអ្នកទាំងអស់ចេះប៉ុណ្ណេះណាអរគុណ